ត្រីនោះពួកគេមិនបានគេងលក់សោះឡើយរូបភាពស្រមោលខ្មៅសំឡេងដង្ហើមនៅចិត្តត្រចៀកនិងសំឡេងយំសន្ធឹកសន្ធាប់នៅតែដក់ជាប់ក្នុងអារម្មណ៍របស់ពួកគេអូមើលនេះមានរូបគំនូរចម្លែកមួយនៅលើជញ្ជាំងពន្លឺពិលបានប៉ះនឹងរូបគំនូរស្រអាប់មួយដែលបង្ហាញពីស្ត្រីម្នាក់យាយប្រឹងសំឡេងនោះក៏បានទៅវិញភ្លាមតែពិសីមានអារម្មណ៍ដូចជាមានអ្នកណាម្នាក់នៅចិត្តគេអ្នកណាគេកំប៉ាខ្ញុំអីគេតាមយ៉ាងហើយចាប់រត់ទៅកុំញាក់ក្រោយអសោះរឿងស្រមោលអន្តកាលនៅផ្ទះចំណាស់ល្ងាចថ្ងៃសៅរ៍មួយក្នុងភូមិពោធិ៍ចាស់ដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីជើងភ្នំព្រះអាទិត្យកំពុងរៀបអស្តង្គតបន្សល់ទុកនៅពន្លឺពណ៌ក្រហមព្រៀងនៅជើងមេឃមានក្មេងមួយក្រុមកំពុងតែជជែកគ្នាអំពីរឿងដើរលេងយប់នេះបងគិតថាពួកយើងគួរតែទៅកំសាន្តកន្លែងណាប្លែកបន្តិចហើយប្លែកមែនទេបើអញ្ចឹងយើងទៅផ្ទះយាយព្រឹកទៅសេឡាកុំនិយាយលេងអីអញ្ចឹងផ្ទះយាយព្រឹកលើគេនិយាយថាមានខ្មោចលងនឹងមកវិសាកំទៅអីខ្ញុំខ្លាចនឹង ខ្លាចអីពិសីសុទ្ធតែជារឿងដែលគេប្រឌិតទេណែសេឡាឯងចង់ទៅអន់ឆ្លើយថាមិនទៅមិននឹងកើតបើមិនបានទៅមើលផ្ទាល់ភ្នែកផងមិននឹងជឿថាមានខ្មោចមែនឬអត់នោះពេលនោះលោកតាចាស់ម្នាក់ឈ្មោះតាប្រាជ្ញដែលកំពុងអង្គុយនៅក្បែរនោះក៏ងើបមុខឡើងសម្លឹងមករកពួកគេចៅអើយកុំលេងសើចនឹងរឿងនឹងឲ្យសោះផ្ទះយាយព្រឹកនឹងមិនមែនធម្មតាទេយាយព្រឹកនឹងគាត់ស្លាប់ដោយសារការចងកសម្រាប់ខ្លួនព្រោះតក់ស្លុតនឹងរឿងកូនគាត់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ពលឹងគាត់មិនបានទៅចាប់កំណើតទេកុំទៅបំពេញកន្លែងគាត់ដោយសោះណាអើយតាប្រាជ្ញអើយរឿងនឹងសុទ្ធតែគេប្រឌិតមកបន្លាចក្មេងៗទេតាសម័យនេះគឺសម័យណាហើយកុំយេងចឹងអីចៅកាលពីប្រមាណឆ្នាំមុនក៏មានក្រុមក្មេងកំប្លោះមួយក្រុមហ៊ានទៅលេងនៅទីនោះដែរយប់ឡើងគេរត់ចែកជើងគ្នាអស់អាលេងដោយសារជួបរឿងចម្លែកជាច្រើនរឿងចម្លែកអីគេតាគេថាយប់ឡើងគេឮសំឡេងមនុស្សយំរៀងរាល់យប់ទាំងក្តីឈឺចាំស្រែកហៅកូនរបស់គាត់ខ្លះទៀតនឹងថាឃើញសមោលខ្មៅរំកិលទៅមកនៅក្នុងផ្ទះរហូតដល់ភ្លឺពិសីបានចាប់ដៃផាលីយ៉ាងណាមុខរបស់នាងកាន់តែស្លេកជាងមុនមកវិសាលកំតើអីបានអីខ្ញុំមានអារម្មណ៍ថាខ្លាចនឹងអត់អីទេផាលីយើងគ្រាន់តែទៅមើលបន្តិចទេហើយយើងទៅតែ4នាក់នេះឯងប៉ុន្តែខ្ញុំមិនចង់ទៅទីងពិសីកុំខ្លាចមានវិសាលនៅទីនេះហើយយើងទៅបង្ហាញតាប្រាជ្ញថារឿងខ្មោចនឹងគឺគ្មានពិតទេបើចៅមិនជឿតាទៅហើយក៏តាមនឹងទៅចុះតែត្រូវចាំសម្ដីតាណាថាកុំលេងសើចជាមួយរឿងបលឹងអីពួកគាត់មិនបានទៅចាប់កំណើតទេកុំទៅបំពេញកន្លែងរបស់គាត់ទោះបីជាតាប្រាជ្ញប្រមានយ៉ាងណាក៏ដោយក៏វិសាលនៅតែសម្រេចចិត្តទៅគាត់ចង់បង្ហាញមិត្តភ័ក្តិនិងអ្នកភូមិថាគាត់ជាមនុស្សក្លាហានហើយក៏មិនជឿរឿងអបិយជំនឿទាំងនោះឡើយខ្យល់រាត្រីកាន់តែត្រជាក់បក់ផាត់ស្លឹកឈើស្ងួតឲ្យជ្រុះមកដីបង្កើតជាសំឡេងក្រឹបគួរឲ្យព្រឺក្បាលនៅឆ្ងាយដាច់ស្រយាលគេឃើញផ្ទះឈើបុរាណមួយខ្នងដែលមានអាយុកាលរាប់សិបឆ្នាំ
បានឈរស្ងៀមស្ងាត់នៅកណ្ដាលព្រៃ បងវិសាលខ្ញុំឃើញហើយវាមកទៅគួយខ្លាចណាស់ កុំបារម្ភអីពិសីតែចិត្តវាមើលទៅអត់អីទេពួកគេក៏បានចូលទៅក្នុងផ្ទះធូលីដីសំណាញ់ពេញពីងពេញគ្រប់ទីកន្លែងពិសីបានចាប់ដៃផាលីយ៉ាងណែនព្រោះនាងមានអារម្មណ៍ថាភ័យខ្លាចខ្លាំងណាស់ អេបងវិសាលខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែមើលពួកយើង ផាលីឯងមើលទៅដូចជាភ័យពេកហើយដូចជាគ្មានអីផងអូមើលនេះមានរូបគំនូរចម្លែកមួយនៅលើជញ្ជាំងពន្លឺពិលបានប៉ះនឹងរូបគំនូរស្រអាប់មួយដែលបង្ហាញពីស្ត្រីម្នាក់ យាយប្រឹង ពូឯងប្រហើនណាស់ហ៊ានមកដល់ក្នុងផ្ទះរបស់យើងឯងត្រូវតែស្លាប់ ពិសីឯងបានលឺឬអត់មានលឺអីឬអត់ទេគឺដូចជាបានលឺដូចជាមាននរណាម្នាក់កំពុងតែខ្សឹបនៅត្រចៀករបស់ពួកយើង ប្រហែលជាសម្លេងខ្យល់ប៉ះនឹងបង្អួចហើយកុំបារម្ភអីខ្ញុំដូចជាអត់លឺអីផងប្រហែលជាឯងភ័យពេកហើយពិសីភ្លាមនោះពន្លឺពិលរបស់វិសាលបានរលត់ភ្លើងដោយឯងបន្សល់ទុកតែភាពងងឹតសូន្យសងក្នុងផ្ទះ ហើយប៉ារ៉ាឡុតហើយបងវិសាលភ្លើងរលន់មកក៏អញ្ចឹង អើយអត់ដឹងដែរនឹងថ្មមិនទាន់អស់ផងនៅក្នុងភាពងងឹតនោះគេបានឮសំឡេងមនុស្សស្រែកពេញផ្ទះ អូយសំឡេងអីគេហ្នឹងខ្ញុំទៅមើលបន្តិច កុំទៅម្នាក់ឯងបងខ្ញុំខ្លាចណាស់ មិនអីទេចាំបងទៅយកពិលទំនេរនៅក្នុងកាបូបខណៈពេលវិសាលកំពុងស្ទាបស្ទង់រកផ្លូវទៅរកកាបូបសំឡេងកាន់តែបន្លឺឡើង ពូឯងឆាប់ចេញពីផ្ទះរបស់យើងភ្លាមបាទពូឯងចង់នៅបានសុខនោះ ជាសំឡេងអ្នកណាគេហ្នឹង សំឡេងនោះក៏បានទៅវិញភ្លាមតែពិសីមានអារម្មណ៍ដូចជាមានអ្នកណាម្នាក់នៅជិតគេ អ្នកណាគេកំប៉ាខ្ញុំអី សេឡាក៏បើកពិលបានសម្រាញ់ពន្លឺពិលបានចាំងជះទៅលើផ្ទៃមុខរបស់ពិសីដែលស្លេកស្លាំងដូចជាក្រដាសនាងកំពុងយំញ័រតទ្រើកដោយភាពភ័យខ្លាច ខ្ញុំបានឃើញគេស្រមោលខ្មៅមួយឆោតនៅទីនោះគឺនៅត្រង់នោះ ពន្លឺពិលរបស់សេឡាបានចាំងទៅកន្លែងដែលពិសីអង្គុយគ្មានអ្វីសោះក្រៅពីភាពងងឹតនិងធូលីដីប៉ុន្តែនៅលើក្តារឥដ្ឋត្រង់ចំណុចនោះគេបានឃើញស្នាមជើងសាមមួយគូដែលមានពណ៌ទឹកក្រហមស្រដៀងនឹងឈាម ស្នាមអីគេហ្នឹង នេះមើលទៅដូចជាមានស្នាមឈាមនៅពេលវិសាលអោនទៅមើលស្នាមជើងក៏ស្រាប់តែមានសម្លេងប្រលឹងខ្មោចស្រែកមកគំរាមពួកគេកាន់តែខ្លាំង ពូឯងមកបំផ្លាញកន្លែងរបស់យើងពូឯងត្រូវតែវិនិច្ឆ័យ អូយសម្លេងអីគេនឹងដូចជាសម្លេងមនុស្សកំពុងតែស្រែកមកកាន់ពួកយើងល្មមបានហើយខ្ញុំថាយើងទៅវិញទៅកន្លែងនេះមិនធម្មតាទេវិសាលបានចាប់ដៃពិសីនិងផាលីរួចក៏ស្ទុះរត់ចេញពីផ្ទះនោះសេឡាក៏រត់តាមពីក្រោយទាំងត្រដាប់ត្រដួសពួកគេបានរត់ទាំងកំរោលចេញពីផ្ទះខ្មោចនោះទាំង4នាក់មិនខ្វល់ពីអ្វីទាំងអស់ ហ
ចាប់រត់ឯង រត់ទៅកុំងាកក្រោយអសោះពួកគេបានរត់មិនឈប់រហូតមកដល់ភូមិវិញពន្លឺភ្លើងនៅផ្ទះអ្នកភូមិបានធ្វើឲ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពខ្លះពួកគេបានរត់សម្ដៅទៅផ្ទះតាប្រាញ់ដែលមានភ្លើងបំភ្លឺយ៉ាងម៉េចហើយចៅមុខដូចជាស្លេកស្លាំងម្លេះតាប្រាជ្ញវាពិតជាមានមែនមានខ្មោចមែន កៃឡងពួកខ្ញុំណាតាកៃឡងខ្ញុំ តាបានប្រាប់ចៅហើយតាតែចៅមិនព្រមជឿតាសោះព្រលឹងគាត់នៅមិនទាន់ទៅរកភពថ្មីនោះទេព្រោះតែគាត់នៅនឹករលឹកដល់កូនគាត់ខ្លាំងណាស់តែតាខ្ញុំឃើញមានស្នាមឈាមនៅលើអន្ទស្នាមឈាមនោះប្រហែលជាឈាមយាយព្រឹកដែលគាត់បានដាច់សរសៃឈាមខួរក្បាលមុនពេលដែលគាត់ចងកសម្រាប់ខ្លួនទៅហើយពួកគេទាំង4នាក់បានអង្គុយស្ងៀមស្ងាត់ទឹកមុខស្លេកស្លាំងដោយភាពភ័យខ្លាចរាត្រីនោះពួកគេមិនបានគេងលក់សោះឡើយរូបភាពស្រមោលខ្មៅសំឡេងដង្ហើមនៅចិត្តត្រចៀកនិងសំឡេងយំសន្ធឹកសន្ធាប់នៅតែដក់ជាប់ក្នុងអារម្មណ៍របស់ពួកគេព្រឹកព្រលឹមព្រះអាទិត្យបានរះចែងចាំងកាត់អាប់ស្ដាងវិសាលសិលាផលីនិងពិសីបានអង្គុយនៅមុខផ្ទះតាប្រាជ្ញទាំងទឹកមុខស្លេកស្លាំងអ្វីដែលកើតឡើងកាលពីយប់មិញហាក់ដូចជាសុបិនអាក្រក់មួយប៉ុន្តែស្នាមភ័យខ្លាចនៅតែជាប់ក្នុងចិត្តរបស់ពួកគេ ខ្ញុំនៅតែភ័យណាស់បងវិសាលខ្ញុំឃើញគេច្បាស់ណាស់ខ្ញុំក៏ដូចគ្នាដែរសម្លេងយំមួយនោះនៅតែដិតជាប់អារម្មណ៍ខ្ញុំនៅឡើយទេវាតាមលោកបន្លាច់នៅក្នុងអារម្មណ៍របស់ខ្ញុំភ័យខ្លាចណាស់គឺពិបាកត្រាប់មិនត្រូវណាស់ខ្ញុំពិតជាមិនជឿសោះថាមានរឿងបែបនេះកើតឡើងមែនតាប្រាជ្ញនិយាយត្រូវខ្ញុំខុសហើយខ្ញុំបានប្រមាថគាត់ខ្ញុំគិតថាវាគ្រាន់តែជារឿងនិទានបន្លាចក្មេងៗប៉ុណ្ណោះតាប្រាជ្ញបានដើរមកជិតពួកគេហើយនិយាយទៅកាន់វិសាលចៅវិសាលមនុស្សយើងតែងតែធ្វើខុសអ្វីដែលសំខាន់គឺចេះកែប្រែកំហុសព្រលឹងវិញ្ញាណដែលមិនទាន់បានទៅចាប់កំណើតគឺដោយសារពួកគេនឹងមានផលកម្មឬក៏នឹងមានជាប់ជំពាក់នឹងវត្ថុណាមួយឬនរណាម្នាក់នៅលើលោកនេះយាយព្រឹកគាត់នៅតែនឹកដល់កូនគាត់ខ្លាំងណាស់ហើយគាត់ក៏មានការឈឺចាប់នៅក្នុងចិត្តដែលមិនទាន់ដោះស្រាយរួចហើយពួកខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅលោកតាចៅបានប្រមាថគាត់ហើយចៅគួរតែទៅសុំទោសគាត់យកធូបទៀនហើយនឹងផ្កាបន្តិចបន្តួចទៅសំពះសុំទោសគាត់ទៅហើយជូនបុណ្យកុសលដល់គាត់ទៅគឺរួចជាស្រេចហើយដំបងពិសីនិងផលីមានការស្ទាក់ស្ទើរខ្លាំងព្រោះពួកគេនៅតែភ័យខ្លាចប៉ុន្តែដោយសារវិសាលបានសម្រេចចិត្តយ៉ាងមុតមមដើម្បីកែប្រែកំហុសពួកគេក៏ទៅជាមួយគ្នាសិលាក៏បានយល់ស្របដែរល្ងាចថ្ងៃនោះពួកគេទាំង4នាក់បានរៀបចំផ្កាធូបទៀននិងសំណែនបន្តិចបន្តួចទៅផ្ទះយាយព្រឹកម្ដងទៀតលើកនេះពួកគេមិនបានទៅបំពេញឡើយតែទៅដោយទឹកចិត្តគោរពនិងការសោកស្ដាយចំពោះកំហុសយាយព្រឹងចៅសូមអភ័យទោសដល់យាយកាលពីយប់មិញចៅបានប្រមាថមើលងាយយាយចៅមិនបានដឹងថារឿងរបស់យាយជារឿងពិតឡើយសូមយាយកុំប្រកាន់ទោសទៅនឹងពួកចៅទៀតអីពួកចៅសូមជូនកុសលផលបុណ្យដែលពួកចៅបានធ្វើដល់យាយសូមឲ្យយាយបានស្ងប់សុខហើយទៅកើតនៅទីឋានល្អទៅចុះពួកគេមានអារម្មណ៍ថាមានភាពស្ងប់ក្នុងចិនដូចជាប្រលឹងយាយព្រឹកបានទទួលយកការសុំទោសរបស់ពួកគេចាប់តាំងពីពេលនោះមកពួកគេទាំង4នាក់បានក្លាយជាមនុស្សដែលជឿលើរឿងអបិយជំនឿហើយមិនហ៊ានប្រមាថអ្វីទៀតឡើយពួកគេបានរៀនមេរៀនដ៏មានតម្លៃមួយថាការប្រមាថមើងងាយមិនថាលើមនុស្សឬប្រលឹងវិញ្ញាណឡើយគឺសុទ្ធតែអាចនាំនៅផលអាក្រក់ពួកគេបានយល់ថាការគោរពរវាងគ្នាទៅវិញទៅមកគឺជារឿងសំខាន់បំផុតទោះបីជាយើងមិនអាចមើលឃើញក៏ដោយរឿងអីដែលខ្ញុំខ្លាចនោះ
បើខ្ញុំក៏ជាខ្មោចដែរនឹង អអថាម៉េចខ្មោច ចាពូ ពិតជាខ្មោចមែននៅមិនបាត់ទេទៅសិនហើយទៅហើយខ្មោច អាប្រុសព្រានយើងស្លាប់មនុស្សធន់ដូចជាពួកឯងនឹងយើងនឹងសម្លាប់ឯងយើងនឹងសម្លាប់ឯង អើយកុំអីអើយកុំសម្លាប់ខ្ញុំអីកុំសម្លាប់ខ្ញុំចារិយាចេញទៅបងសុំទោសកុំរកបងអីចេញទៅ ចង់ឲ្យយើងចាក់ចេញគឺតោះតែយកជីវិតឯងឲ្យបានសិនអាដង កុំអីកុំធ្វើបាបខ្ញុំចេញទៅវិញទៅចេញទៅមែនហើយខ្សែកព្រះមីងបុកជួយខ្ញុំផងពេលនេះនាងស្លាប់ទៅហើយតែយើងនឹងឲ្យនាងស្លាប់ទៅមួយតង់ទៀត ក្តៅណាស់ រឿងប្រលឹងចងអាឃាតឯងរៀបចំខ្លួនតាណាទៀតហើយអាដងរៀបចំខ្លួនសង្ហាបែបនេះគឺប្រកាសជាទៅផ្ទះចរិយាហើយពងហើយឯងទៅផ្ទះចរិយានឹងធ្វើអីមានទៅធ្វើអីពងចរិយាជាសង្សារខ្ញុំបើមិនឲ្យខ្ញុំទៅផ្ទះនាងឲ្យតាណាវិញទៅឯងថាចរិយាជាសង្សារឯងហើយនាងស្រឡាញ់ឯងដែរទេប្រកាសជាស្រឡាញ់ហើយពងបើពួកឯងស្រឡាញ់គ្នាទៅហើយចាំពុកចូលស្ដីដណ្ដឹងនាងឲ្យឯងទៅចុះស្ដីដណ្ដឹងយ៉ាងម៉េចឯងមិនចង់បាននាងមកធ្វើជាប្រពន្ធទេហ៎ពងត្បិតតែខ្ញុំស្រឡាញ់នាងមែនប៉ុន្តែខ្ញុំមិនទាន់រួចរាល់នឹងធ្វើជាប្តីគេទេណាពងយីអាកូននេះក្នុងចិត្តឯងគិតអីហ្នឹងបានជាស្រឡាញ់តែមិនចង់ដណ្ដឹងហ្នឹងណែពុកប្រាប់ឲ្យហើយណាទោះឯងជាកូនមេភូមិក៏ពិតមែនប៉ុន្តែយើងមិនកាន់ជើងកូនខូចនោះទេបើឯងខុសគឺខុសបើឯងត្រូវគឺត្រូវបាទខ្ញុំដឹងហើយណាពងបើអញ្ចឹងខ្ញុំទៅសិនហើយណាពងយីអើយអាកូននេះមើលចុះរត់ទៅគ្មានងាកក្រោយបន្តិចទេហើយមើលដៃអូនចុះរលោងដូចជាបន្លាក្រូចអញ្ចឹង បងឯងនេះពួកកែបញ្ចុះអូននេះ ចរិយានិយាយមិនលាក់លៀមទេបងពិតជាស្រឡាញ់អូនពិតមែនណាគឺស្រឡាញ់អស់ពីបេះដូងតែម្ដង ពាក្យសម្ដីដែលបងនិយាយនេះជាការពិតដែរទេ គឺជាការពិតណាទីនេះមានស្រែមានភ្នំមេឃដីជាសាក្សីស្នេហ៍យើងណាអូនជឿបងចុះ ចាបងអូនជឿបងហើយ មែនហើយចុះឯណាមីងសាននោះថ្ងៃនេះគាត់មិនមកស្រែទេហ៎ ថ្ងៃនេះម៉ែគាត់មិនសូវស្រួលខ្លួនតែបានจะឲ្យខ្ញុំមកស្រែតែម្នាក់ឯងទេបងរកគាត់ធ្វើអីទេ គ្មានអីទេគ្រាន់តែមិនឃើញទៅសួររកទៅនឹងអូនណាពេលនេះពួកយើងនៅតែ2នាក់ទេបងចង់សុំអូននៅរឿងមួយបានទេ រឿងអ្វីទៅបង គឺបងស្រឡាញ់អូនខ្លាំងណាស់ហើយអូនក៏ស្រឡាញ់បងដូចគ្នាបើអញ្ចឹងពួកយើងណែអីទៅបង គឺបងចង់ឲ្យអូនបញ្ជាក់ពីទំហំចិត្តដែលអូនស្រឡាញ់បងនឹងណា ថាចៅអូនប្រាប់ផែងតែងថាអូនស្រឡាញ់បងនោះអី និយាយតែមាត់បែបនេះធ្វើម៉េចអាចយកជាការបានទៅអូនគឺទាល់តែខ្លួនអូនជារបស់បងហើយខ្លួនបងជារបស់អូននោះទើបអាចបញ្ជាក់ពីក្តីស្រឡាញ់របស់ពួកយើងបាន ប៉ុន្តែអូនថាមិនសមទេដឹងអីបង មិនសមអីទៅអូនតែមួយផ្លែនតាណាអូនណាបងពិតជាស្រឡាញ់អូនពិតមែន ប៉ុន្តែអូនគឺពិតជាខ្លាញ់ ខ្លាចអីទៅអូនបងសន្យាហើយថាបងនឹងមិនបោះបង់ចោលអូនទេ បងសន្យា
បានបងសន្យា3ខែកន្លងផុតទៅនេះតើខ្ញុំកាត់អីចេះមិនជាខ្ញុំចេះតែវិលមកកូចចង្អល់បែបនេះឬមកក៏ខ្ញុំមិនបានទេខ្ញុំត្រូវតែរកពេទ្យពិនិត្យមើលសិនទៅបានអ្នកគ្រូពេទ្យតើខ្ញុំកាត់អ្វីទេមិនជាខ្ញុំចេះតែវិលមកកូចចង្អល់បែបនេះបាទតាមការពិនិត្យទេនៅពេលនេះក្មួយស្រីមានផ្ទៃពោះហើយថាម៉េចមានកូននេះពិតមែនហើយពេលនេះក្មួយមានផ្ទៃពោះ7សប្តាហ៍ហើយហេតុដូច្នេះធ្វើអីត្រូវតែប្រុងប្រយ័ត្នប្រយែងផងគិតដល់កូនក្នុងផ្ទៃផងដឹងទេខ្ញុំមានផ្ទៃពោះអត់ទេរឿងនេះមិនត្រូវឲ្យម៉ែដឹងឡើយខ្ញុំអរគុណហើយអ្នកគ្រូពេទ្យចាមិនអីទេចរិយាកូនមកហូបបាយមកណាចាម៉ែបានហូបអីនឹងម៉ែគឺថ្ងៃនេះបានសម្លតាពាំងនឹងណាកូនយីហើយកាត់ស្អីនឹងកូនមិនបានជាក្អួតចង្អោលអីបែបនេះរឿងនេះមិនត្រូវឲ្យម៉ែដឹងជាដាច់ខាតមិនអីទេម៉ែប្រហែលជាខ្ញុំហូបមិនទិញតន់តែធ្វើឲ្យកាពះខ្ញុំធ្វើຕົកអញ្ចឹងទេហើយកូនមានបានទៅពេទ្យពិនិត្យហើយនៅនឹងចាម៉ែខ្ញុំទៅរួចហើយគ្រូពេទ្យក៏បានប្រាប់ថាកាពះខ្ញុំធ្វើຕົកដែរម៉ែបានចាំមិនអីទេខំប្រឹងហូបឲ្យទិញទាត់ទៅណាហើយបើមិនស្រួលកន្លែងណានោះប្រាប់ម៉ែដឹងទីកូនចាម៉ែខ្ញុំដឹងហើយម៉ែបើសិនជាបងដងបានដឹងពីរឿងនេះតែបងដងនឹងធ្វើយ៉ាងម៉េចទេតើគាត់ព្រមទទួលស្គាល់កូននេះដែរទេប៉ុន្តែមើលទៅគាត់ប្រកាសជាទទួលស្គាល់ហើយពីព្រោះគាត់ស្រឡាញ់យើងខ្លាំងយ៉ាងនេះចាំមើលស្អែកនេះចាំយើងយករឿងនេះទៅប្រាប់ដល់គាត់ចាញ់ចរិយាអូនមានការអីមែនទេបានចំណាត់បងមកទីនេះគឺអូនមានរឿងចង់ប្រាប់ដល់បងមានរឿងចង់ប្រាប់បងជារឿងអីទៅអូនបងពិតជាចង់ដឹងមែនទេប្រកាសជាចង់ដឹងហើយឆាប់ប្រាប់បងមកអូនមានរឿងអីគឺពេលនេះអូនមានផ្ទៃពោះហើយណាបងថាម៉េចអូននេះអូនមានផ្ទៃពោះហ៎មិនហើយមកក៏បងធ្វើមកបែបនេះគឺបងនៅមិនទាន់ចង់ខ្លាយជាឪពុកគេទេណាអូននេះតែបងនិយាយអីហ្នឹងទោះបីជាបងមិនចឹងប៉ុន្តែរឿងក៏បានកាត់ឡើងទៅហើយបងចង់មកទទួលស្គាល់យ៉ាងម៉េចទេចរិយាអូនទៅយកកូននេះចេញទៅបងសុំវល់ណាបងដឹងមកក៏បងឲ្យអូនទៅយកកូនចេញទៅវិញក្រែងបងនិយាយថាស្រឡាញ់អូននោះអីហើយចុះនៅពេលនេះមកក៏មិនចង់បានកូននេះទៅវិញបងស្រឡាញ់អូនតែបងមិនចង់មានកូនជាមួយនឹងអូនពេលនេះទេបើសិនជាបងមិនចង់មានកូនតើតែបងកុំប្រព្រឹត្តរឿងកាលពីថ្ងៃនោះនេះបងចង់កន្លះមែនទេហើយចរិយាកុំបង្ខំបងអីសោះណាបងមិនដឹងទេថាកូននេះជាកូនរបស់បងឬក៏អត់នោះទេអូនឈប់បង្ខំឲ្យបងទទួលស្គាល់កូននេះទៀតទៅអាយ៉ាប្រថោកទៀមនេះតាបងគិតថាអូនគឺជាមនុស្សស្រីដែលចិត្តងាយដាក់ដេកជាមួយប្រុសគ្រប់តែគ្នាអញ្ចឹងមែនទេហើយរឿងនេះបងធ្វើមិនយ៉ាងដឹងទៅអូនចិត្តងាយនឹងពាក្យលួងលោមរបស់បងអញ្ចឹងអូនក៏អាចចិត្តងាយនឹងពាក្យលួងលោមរបស់ប្រុសផ្សេងបានដែរបានហើយបងមិនចង់និយាយជាមួយអូនយូរទៀតទេក្រែងមានអ្នកផ្សេងមកឃើញវាមិនស័ក្តិសមបងចង់ទៅណាទេអត់មិនឲ្យបងទៅទេបងឈប់ភ្លាមបានហើយចរិយាកុំតោងយើងឆាប់លេងយើងទៅណែអត់ទេខ្ញុំមិនលេងបងត្រូវតែទទួលខុសត្រូវកូននៅក្នុងពោះនេះកុំសម័យអីណែឆាប់លេងទៅដងប្រថោកទៀមអញអាយ៉ាហើយទេយើងមិនបានធ្វើទេយើងមិនបានធ្វើទេ
បើទោះបីជាយើងទៅស្លាប់ជាខ្មោចក៏យើងនឹងមិនលើកលែងឲ្យឯងដែរ អូយចារិយាស្លាប់ហើយមិនកាត់ទេត្រូវតែរត់សិនហើយអត់ទេយើងមិនបានធ្វើទេហើយមានរឿងអីហ្នឹងអាកូនជើងល្អវីវហើយបើពុកដឹងរឿងនេះច្បាស់ជាចាប់យើងទៅដាក់គុកមិនខានទេយើងមិនត្រូវឲ្យពុកដឹងពីរឿងនេះទេយ៉ាងម៉េចមានឮពុកសួរឯងដែរទេគឺគ្មានរឿងអីទេពងមិញនេះឆ្កែដេញខំខ្ញុំទៅបានជាខ្ញុំភ័យបែបនេះនឹងណាពងយេអាកូននេះវៃគ្រាន់តែឆ្កែដេញសោះក៏ភ័យដូចជាឃើញខ្មោចអញ្ចឹងវៃទៅឆាប់ទៅងូតទឹកងូតផុកអីឲ្យហើយទៅឆាប់បានមកហូបបាយណែបានពងអីថាកូននេះវាទៅណាវាទៅមិនបានជាមិនឃើញមកផ្ទះទៀនមេចិត្តប្រលប់ទៅហើយនឹងកូននេះមិនដែរបាត់ពីផ្ទះយប់បែបនឹងទេអមហើយអមសានវាមកហើយវាមកហើយយីអាប៉ែតតើហើយមានរឿងស្អីមិនបានជាតហេបតហប់អីបែបហ្នឹងធ្វើចិត្តឲ្យស្រួលនិយាយមួយមកមានរឿងស្អីមានរឿងធំហើយហើយហាត់ណាថាចុះឯងមានរឿងអីឆាប់និយាយមកកើបបងចរិយាហ្នឹងណាកូនចរិយាយ៉ាងម៉េចអាប៉ែនបងចរិយាស្លាប់ហើយគាត់ចំពោះនឹងឆាស្រួចណាហាថាម៉េចអាប៉ែនឯងមិនច្រឡំទេមែនទេមិនច្រឡំទេបើមិនជឿទេទៅមកទេតាឆាប់នាំទៅភ្លាមឆាប់ទៅអាប៉ែនបាទតាមើលចឹងគួរអាណិតដល់ហើយស្លាប់ហើយក៏បើកភ្នែកមិនទៀតពិតជាអាណិតណាស់ចរិយាជាក្មេងស្រីស្លូតបូតមិនក៏មកជួបរឿងអកុសលបែបនេះទៅវិញអើយនេះបានគេហៅថាសង្ខារវាមិនទៀងពិតមែនចរិយាកូនអាណាកូនខ្ញុំនៅណាទៅគឺនេះហើយចរិយាកូនចរិយាមានរឿងស្អីនឹងមកក៏កូនមកត្រូវស្លាប់ទាំងបែបនេះចរិយាកូនងើបឡើងមកកូនកូនអើយកូនអ្នកណាគេធ្វើស្អីកូនទៅចរិយាកូនស្រីម៉ែកាត់ចិត្តទៅនាងសានអើយចៅចរិយានាងបានស្លាប់ទៅហើយយំក៏មិនអាចរស់ឡើងវិញបានដែរមានតែយកនាងទៅធ្វើបុណ្យទៅអត់ទេអត់នោះទេកូនខ្ញុំមិនស្លាប់ទេក្រោយពេលដែលចរិយាស្លាប់ទៅនាងមិនបានទៅចាប់ចិត្តឡើយព្រោះនាងនៅមានគំនុំក្នុងចិត្តដែលមិនទាន់ជំរះជាមួយនឹងនៃដងជារៀងរាល់យប់ចរិយាតែងតែអង្គុយបីកូននៅក្នុងខ្ទមក្បែរកន្លែងដែលនាងស្លាប់នោះនិងមានដុតភ្លើងទៀនប្លង់ថែមទៀតផងយប់មួយពូប៉ុងដែលជាអ្នកមកពីភូមិផ្សេងបានដើរឆ្លងកាត់ទីនោះក្រឡេកឃើញក្នុងខ្ទមមានភ្លើងប្លង់ក៏ចូលទៅសុំទឹកហូបក្មួយអើយក្មួយចរិយាឆ្លើយតបដោយសម្ដីមួយទៅវិញចាពូមានការអ្វីទាំងច្បាប់នេះពូពូជាអ្នកភូមិមកពីភូមិផ្សេងហើយក៏ដើរឆ្លងកាត់ទីនេះក៏ឃើញផ្ទះក្មួយនៅដុតភ្លើងទៀតគិតចង់មកសុំទឹកក្មួយហូបបន្តិចនឹងណាហើយចុះខ្ញុំមានតែចិត្តអាក្រក់ឯណាពូទៅដួសហូបខ្លួនឯងទៅពូហើយចុះពីងទឹកនៅអាណាមីនាងគឺនៅត្រង់នោះពូ
យេនៅទីនេះទេតើមិញនេះពូមើលមិនឃើញ ហូបឲ្យឆ្អែតទៅពូ មីនាងអើយពូអរគុណហើយណា ពូអាពូដើរមកដល់ទីនេះតែម្នាក់ឯងមិនខ្លាចខ្មោចទេអី ចេះតែខ្លាចដែរនឹងណាតែមើលទៅក្មួយចុះជាស្រីនៅតែពីរអ្នកកូនមិនខ្លាចផងពូក៏បាត់អារម្មណ៍ខ្លាចខ្លះដែរនឹងណា រឿងអីដែលខ្ញុំខ្លាចនោះបើខ្ញុំក៏ជាខ្មោចដែរនឹង អើ ថាម៉េចខ្មោច ចាពូ ពិតជាខ្មោចមែននៅមិនបាត់ទេទៅសិនហើយទៅហើយ ឆាប់សិនពូនៅហូបបាយមួយពេលសិនទៅពូលោកពូ ក្រោយពីឡងបន្លាចពូប៉ងហើយមិនយូរប៉ុន្មានក៏ស្រាប់តែមានបរិសម្នាក់អាយុប្រហែលជា27ឆ្នាំបានដើរឆ្លងកាត់ខ្ទមនោះយេហើយយប់ថ្មនេះតាហើយមិនក៏មានមនុស្សស្រីមិនទាន់ចូលដេកអញ្ចឹងអាយ៉ាមើលចុះរៀងស្អាតដល់ហើយសក់ស្រឡូនស្អាតមើលទៅពេញគ្រឹះតែម្ដងហើយចូលទៅសួរនាំបន្តិចសិនសួស្ដីអូនស្រី ចាបងប្រឹង អូននៅតែម្នាក់ឯងទេហ៎ ចាបងអូននៅតែម្នាក់ឯងទេបង ចុះអូនមិនខ្លាចទេអី តើខ្លាចអ្វីទៅបង ខ្លាចមនុស្សឬខ្មោចនោះអីអូន អូនមិនខ្លាចទេបង អូននោះខ្មោចយោ ចាំកដុំឆែមខ្មោច មើលអូនចុះក្រែងថាមិនខ្លាចនោះអី ក៏ព្រោះតែបងអញកញ្ញាខ្ញុំនឹងនេះតែបានជាអូនខ្លាចបែបនេះ បើអូនខ្លាចអោបបងអាយុទៅអូន ចាបងអាប្រុសព្រានយើងស្អប់បំផុតអាមនុស្សប្រុសព្រានដូចជាពួកឯងអញ្ចឹង កំពុងតែអោបយ៉ាងសប្បាយចិត្តស្រាប់តែភ្លាមនោះបុរសនោះបានឃើញសក់របស់ចរិយាជ្រុះម្ដងបន្តិចរហូតដល់អស់ហើយក៏មានស្រក់ឈាមតក់ទៅលើដីរំពេចនោះបុរសនោះក៏ស្រាប់តែមានអារម្មណ៍ថាធុំក្លិនស្អុយនិងស្ទាបប៉ះអ្វីរអិលបុរសនោះក៏និយាយឡើងអេមិនក៏មានសក់ច្រើនម្លេះហើយនេះទឹកអីហ្នឹងស្រក់នៅលើដីហ្នឹងហើយស្អុយខ្លាំងទៀតភ្លាមនោះបុរសនោះក៏បានមើលមុខចរិយាក៏ឃើញមុខចរិយាប្រែជាគួរឲ្យខ្លាចដោយមានភ្នែកលៀនអណ្ដាតវែងសក់កន្ទ្រើងបុរសនោះឃើញហើយភ័យណាស់រហូតដល់លេចនោមដាក់ខោខ្មោច អាប្រុសព្រានយើងស្អប់មនុស្សធន់ដូចជាពួកឯងនឹងណាយើងនឹងសម្លាប់ឯងអើយកុំអីអើយកុំសម្លាប់ខ្ញុំអីកុំសម្លាប់ខ្ញុំ មនុស្សដូចជាពួកឯងនេះដែលធ្វើបាបតែមនុស្សស្រីទុកពួកឯងឲ្យនៅលើផែនដីនេះគឺនាំតែធ្ងន់ផែនដីនោះទេ លែងខ្ញុំទៅឯងមកទេ ចរិយាបានសម្លាប់បុរសនោះរួចបោះក្រវែងសាកសពចូលទៅក្នុងស្រែ មានមនុស្សស្លាប់ទៀតហើយម្នាក់នេះមើលទៅដូចជាមិនមែនជាអ្នកស្រុកអ្នកភូមិយើងនេះទេណាអូយងាប់រាល់ថ្ងៃបែបនេះភ័យខ្លាចដែរលោកអើយលោកមែនហើយមិនដឹងថាស្លាប់ដោយសារមូលហេតុអ្វីទៅណោះមិនបានជាស្លាប់បែបនេះទៅវិញ ឯណាមនុស្សស្លាប់នោះ អូយគឺនេះហើយលោកមេភូមិ មើលទៅសាកសពនេះដូចជាស្លាប់ដោយសារតែច្របាច់កពងបើស្លាប់ដោយសារតែច្របាច់កមែននោះអញ្ចឹងគឺតលតែម្នាក់នោះមានកម្លាំងខ្លាំងណាស់ទើបអាចច្របាច់កស្លាប់បែបនេះព្រោះបើមើលទៅតាមមៀតអ្នកស្លាប់មិនមែនមនុស្សធម្មតាអាចច្របាច់កស្លាប់នោះទេពងពិតមែនហើយភ្លាមនោះដែរស្រាប់តែនាយដងមានអារម្មណ៍ដូចជាព្រឺសម្បុរខ្ញាក់ខ្ញាក់ហើយក៏បានក្រឡេកមើលទៅខ្ទមស្រែដែលនៅក្បែរនោះឃើញចរិយាកំពុងតែបីកូនក្នុងទឹកមុខដ៏អាក្រក់សម្លឹងថ្លែមើលមកកាន់នាយដងហាក់ដូចជាចង់ស៊ីសាច់ហត់ឈាមនាយដងឃើញហើយភ័យណាស់ក៏ស្រែកឡើង
អូខ្មោចខ្មោចខ្មោចចរិយាខ្មោចខ្មោច អូយខ្មោចនៅណាទៅមិនក៏មិនឃើញអូយងាប់ហើយមិនក៏ភ្ញាក់ផ្ដេសផ្ដាស់អីអញ្ចឹងមែនហើយនៅណាទៅក្មួយហើយនៅនឹងគ្រប់គ្នាមិនក៏គេមិនឃើញ នៅទីនោះនៅក្នុងខ្ទមនោះមិនក៏អ្នកទាំងអស់គ្នាមើលមិនឃើញអញ្ចឹងនោះគឺជាខ្មោចចរិយាណាពុកជួយខ្ញុំផងពុកណែអាកូននេះនៅទីនេះមានខ្មោចមកពីណាពុកក៏មើលមិនឃើញដែរពុកតែនឹងពិតជានៅទីនេះពិតមែនណាពុកអើយពុកជួយផងដៃវាវែងណាពុកដៃវាវែងខ្លាំងណាស់អត់ទេកុំចរិយាប្រុងនឹងច្របាច់កនាយដងទៅហើយ ក្តៅណាស់អាដងអាប្រុសព្រៀនអាប្រុសទុរយុទ្ធថ្ងៃនេះយើងធ្វើស្អីឯងមិនបានប៉ុន្តែឯងកុំសង្ឃឹមថានឹងរត់ខ្លួនឯសោះនោះ ហើយពុកវាទៅវិញហើយពុកវាទៅវិញហើយឯងនេះសម័យផ្ដេសផ្ដាស់ទាំងថ្ងៃតែម្ដងហើយកំពុងតែមានរឿងឃាតកម្មសម្រាប់មនុស្សផងមកវល់នឹងរឿងឯងនេះទៀតតិចលោចរិយាមកសងសឹកយើងទៅនេះសំណាងហើយដែលយើងមានបន្តខ្សែកព្រះចាំជួយយើងកុំអីពេលនេះទោះជាយើងស្លាប់នៅនឹងមុខគ្រប់គ្នាក៏ប្រហែលជាគ្មានអ្នកណាជឿថាយើងស្លាប់ដោយសារតែស្នាដៃរបស់ចរិយាដែរ ម៉ែកូននឹកម៉ែណាស់ជាច្រើនថ្ងៃហើយដែលកូនមិនបានអោបម៉ែមិនបានប៉ះម៉ែត្រូវចេះមកថាខ្លួនណាម៉ែកូនពិតជាស្ដាយណាស់ដែលមិនបាននៅជាមួយម៉ែអាយុជាងនេះអាដងអាគ្មានមេត្តាវាផ្ដាច់សង្ខារកូននឹងចោលរបស់ម៉ែកូននឹងមិនឲ្យវារត់ខ្លួនជាដាច់ខាតជីវិតត្រូវសងដល់ជីវិតចរិយាកូនចរិយាខ្ញុំយល់សពតើនៅក្នុងយល់សំចរិយាប្រាប់ថាអាដងជាអ្នកសម្លាប់កូននឹងចៅខ្ញុំតើជាការពិតដែរទេតើរឿងនេះវាយ៉ាងម៉េចទៅវិញទៅអីបងសានតើមកទិញម្ហូបមែនទេបងចាអ្នកគ្រូពេនខ្ញុំមកទិញម្ហូបហើយចូលអ្នកគ្រូមកទិញម្ហូបដែរមែនទេនឹងចាមែនហើយហើយចូលចរិយាយ៉ាងម៉េចហើយបងមើលទៅពេលនេះប្រហែលជាខ្ទាតពោះធំបន្តិចហើយមែនទេបងពោះខ្ទាតធំអីទៅអ្នកគ្រូពេនហានេះតាបងមិនដឹងទេអីចរិយានាងមានផ្ទៃពោះហ្នឹងពេលដែលនាងទៅពិនិត្យនោះនាងមានផ្ទៃពោះ7ខែទៅហើយថាមិញចរិយាមានកូនមែនទេនេះជាការពិតដែរទេអ្នកគ្រូពេនចាជាការពិនពុតធូកូនម៉ែហេតុអីក៏កូនខ្ញុំមកជួបរឿងបែបនេះទៅវិញតើអ្នកណាគេចិត្តខូខើបែបនេះបងសានបងយ៉ាងមិនទៅហើយបងអ្នកគ្រូពេនចរិយាកូនខ្ញុំនាងស្លាប់ហើយនាងស្លាប់ជាង2ខែទៅហើយអ្នកគ្រូពេនថាមិញនាងស្លាប់ហើយអីមកក៏អញ្ចឹងបងនាងស្លាប់យ៉ាងអាត់កំបាំងសពរបស់នាងត្រូវចំពោះនឹងឈើដែលនៅក្បែរខ្ទមស្រែនោះមិនបានទេខ្ញុំត្រូវតែរកអ្នកសម្រាប់កូនស្រីខ្ញុំឲ្យឃើញបានអញ្ចឹងរឿងនេះច្បាស់ជាមានអ្នកសម្រាប់នាងមិនខានក្រោយពីបានដឹងរឿងនេះហើយមីងសានក៏ប្រញាប់ប្រញាល់ទៅផ្ទះលោកមេភូមិដាំភ្លាមហើយរៀបរាប់រឿងរ៉ាវទាំងនោះឲ្យលោកមេភូមិដាំបានដឹងមេភូមិដាំក្រោយពីបានដឹងរឿងនេះហើយមានការភ្ញាក់ផ្អើលជាខ្លាំងរួចនិយាយទៅកាន់មីងសានថាបើដូចជាអ្នកសាននិយាយមែននោះខ្ញុំនឹងមិននៅស្ងៀមឡើយខ្ញុំត្រូវតែរកយុត្តិធម៌ឲ្យដល់ក្មួយចរិយាដាច់ខាតខ្ញុំមិនបណ្ដោយឲ្យរឿងនេះកប់បាត់ទៅឡើយ
បើពុកចាញ់មុខបែបនេះហើយរឿងនេះមិនអាចស្ងប់បាននោះទេធ្វើយ៉ាងម៉េចទៅមិនហើយមានតែវិធីនេះទេចូលមកជួបពុកនេះមានរឿងអីមែនទេកូនគឺខ្ញុំមានរឿងចង់មកសុំពុកនឹងណាពងមានរឿងអីមិនបានឆាប់និយាយមកគឺខ្ញុំចង់សុំពុកទៅបួសទៅបួសនៅសុកមិនក៏ចង់ទៅបួសឯងធ្វើអីខុសមែនទេគឺគ្មានទេពងពុកកុំជឿពាក្យគេនិយាយឲ្យមកចោទខ្ញុំណាពងខ្ញុំមិនដឹងរឿងអីទេពុកមិនបាននិយាយឯណាមិនក៏ឯងភ័យម្លេះអាកូននេះដូចជាប្លែកតាំងពីថ្ងៃដែលវាប្រាប់ថាត្រូវឆ្កែដេញខំគឺដូចគ្នានឹងថ្ងៃដែលចរិយាស្លាប់សកម្មភាពនៅចិត្តខ្ទមស្រែហើយនៅថ្ងៃនេះមកសុំទៅបួសទៀតតើអាចទេដែលវាមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ចរិយានោះដងកូនពុកចាំបានថាឯងស្រឡាញ់ចរិយាណាស់មិនបានជាពេលចរិយាស្លាប់ឯងដូចជាមិនបានពិបាកចិត្តអីបន្តិចសោះអញ្ចឹងទៅពិបាកចិត្តអីទៅពងចរិយានឹងមានអីល្អទៅពុកដឹងទេនាងមានទម្ងន់ជាមួយនឹងប្រុសផ្សេងប្រុសណាក៏មិនដឹងដែរស្រីបែបនេះស្លាប់ទៅមានអីត្រូវស្ដាយនោះពងពេលនេះពុកឲ្យកូនទៅបួសទៅណាពងមិនក៏វាដឹងថាចរិយាមានផ្ទៃពោះសំបីតែម្ដាយចរិយានិងអ្នកផ្សេងទៀតក៏គ្មានអ្នកណាដឹងពីរឿងនេះដែរបានហើយយើងយល់ព្រមឲ្យឯងទៅបួសចោះពិតមែនទេពងខ្ញុំអរគុណណាពងឯងស្មានថាចង់គិតទៅបួសដើម្បីគិតមិនពីរឿងអាក្រក់របស់ឯងមែនទេយើងនឹងមិនឲ្យឯងបានសម្រេចឡើយម៉ែនៅថ្ងៃនេះខ្ញុំនឹងសម្លាប់អាដូននោះឲ្យបានខ្ញុំត្រូវតែសងសឹងមានរឿងស្អីអញ្ចឹងដូចជាឮសំឡេងចរិយាប្រាប់ថាសងសឹងឬមួយក៏អាដូនចរិយាចេញទៅបងសុំទោសកុំរកបងអីចេញទៅចង់ឲ្យយើងចាក់ចេញគឺតោះតែយកជីវិតឯងឲ្យបានសិនអាដូនកុំធ្វើបាបខ្ញុំចេញទៅវិញទៅមែនហើយខ្សែកព្រះខ្ញុំអាដូនយើងខំស្រឡាញ់អញអស់ពីបេះដូងឲ្យឯងទាំងខ្លួនទាំងចិនប៉ុន្តែចុងក្រោយឯងបើជាមិនព្រមទទួលស្គាល់កូនថែមទាំងធ្វើយើងស្លាប់ទៀតគំនុំមួយនេះយើងនឹងមិនអាចលើកលែងឲ្យឯងជាដាច់ខាតចរិយានាងស្លាប់ទៅហើយនាងទៅចាប់ជាតិទៅណានៅគិតរឿងសងសឹកអីទៀតអាប្រថោកទៀមយ៉ាងម៉េចសម្រាប់យើងហើយចង់រត់ខ្លួនមែនទេមកតែបើតាមផ្លូវច្បាប់ប្រហែលជាពិបាកនឹងចាត់ការឯងបន្តិចប៉ុន្តែយើងនឹងចាត់ការឯងជំនួសច្បាប់ទៅចាស់ពុកជួយផងហើយលោកមេភូមិអាចធ្វើអ្វីយើងបានទេអាដូងមានរឿងអីកូនចរិយាកុំធ្វើអញ្ចឹងក្មួយស្លាប់ទៅហើយឆាប់លែងវាទៅក្មួយអ៊ំមេភូមិតើអ៊ំដឹងទេកូនប្រុសអ៊ំបានធ្វើរឿងស្មោកគ្រងលុំយកខ្លួនប្រាណខ្ញុំណាប៉ាដែលខ្ញុំមានកូនហើយក៏មិនព្រមទទួលស្គាល់ថែមទាំងចាត់ប្រកាន់ខ្ញុំមានកូនជាមួយប្រុសផ្សេងទៅវិញថែមទាំងបានរុញសម្លាប់ខ្ញុំនិងកូនខ្ញុំទៀតអ៊ំគិតទៅមើលតើវាអាក្រក់ប៉ុណ្ណាទេអាដូងយើងគិតហើយថាពិតជាឯងពិតមែនលោកបងមេភូមិកូនចរិយាកុំសម្លាប់មនុស្សអីកូនមីងបុកជួយខ្ញុំផងអ្នកម៉ែលោកអ៊ំមេភូមិតើដឹងទេនៅពេលដែលខ្ញុំអង្វរកវាអាចទទួលស្គាល់កូនក្នុងពោះវាប្រកែកមិនព្រមទទួលស្គាល់ទោះខ្ញុំអង្វរកវាយ៉ាងណាក៏មិនព្រមដែរពេលនេះតើមានហេតុផលអីដែលឲ្យខ្ញុំលើកលែងទោសឲ្យវានោះចរិយាកូនបានស្លាប់ទៅហើយក
កូនកុំសាងបបកម្មទៀតអីកូនរឿងរបស់អាដូងនេះម៉ែនឹងមិនលើកលែងឲ្យវាចេះដាច់ខានអ្វីដែលវាបានធ្វើវានឹងទទួលតែសុំកូនកុំសម្លាប់វាអីណាកូន មែនហើយក្មួយអ៊ំមិនកាន់ជើងកូនអ៊ំទេអ្វីដែលវាធ្វើនឹងទៅធ្វើតាមផ្លូវច្បាប់យុត្តិធម៌ត្រូវតែមានសម្រាប់ក្មួយតែអ៊ំសុំក្មួយកុំសម្លាប់វាអីណាក្មួយ ចាំម៉ែបានខ្ញុំជឿម៉ែ រំពេចនោះស្រាប់តែនាយដងបានស្ទុះទៅយកបន្តោងព្រះដែលនៅចិត្តនោះរួចយកទៅដាក់នៅចំពីមុខចរិយាធ្វើឲ្យចរិយាក្តៅខ្លោចផ្សាជាខ្លាំងពេលនេះនាងស្លាប់ទៅហើយតែយើងនឹងឲ្យនាងស្លាប់ទៅមួយតង់ទៀត ក្តៅណាស់ក្តៅណាស់ អាដងកុំធ្វើបែបនេះ ចរិយាកូន ចរិយាព្រោះតែកំហឹងខឹងខ្លាំងបានប្រមូលកម្លាំងទាំងអស់ដើម្បីមកទប់ទល់នាងបានចាប់យកបន្តោងព្រះនោះទោះជាដឹងថាបន្តោងនោះក្តៅខ្លាំងយ៉ាងណាក៏ដោយរួចក៏ក្រវែងបោះតាមបង្អួចទៅក្រោមហើយបានចាប់ច្របាច់កនាយដងបោកខ្ទប់ទៅនឹងជញ្ជាំងនិងចុងក្រោយក៏បានច្របាច់លើកឡើងផុតជើងពីដីរហូតនាយដងដាច់ខ្យល់ស្លាប់ទើបនាងព្រមលែងមកវិញ នេះគឺជាលទ្ធផលរបស់ឯង អាដងកូនអាដង ចរិយាកូនម៉ែទម្លាក់កំហឹងចុងហើយឈប់ត្រឹមនឹងបានហើយណាកូនពេលនេះមនុស្សដែលកូនចង់សងសឹងកូនក៏សងសឹករួចហើយឈប់សាងបបកម្មទៀតទៅណាកូនអ្នកម៉ែលោកអមេភូមិនៅពេលនេះខ្ញុំសងសឹករួចហើយកាលល្មមដល់ពេលដែលខ្ញុំត្រូវទៅហើយចរិយាកូនចរិយា ចរិយាសូមពលឹងរបស់ក្មួយទៅកាន់សុគតិភពទៅចុះណាអ៊ំនឹងតែធ្វើបន់ឲ្យក្មួយនិងកូនអ៊ំផងដែរចាប់ពីពេលនេះតទៅសូមកុំឲ្យមានកម្មពៀរវាងនឹងគ្នាទៀតអី ចាអ៊ំម៉ែនៅពេលដែលខ្ញុំមិននៅសូមម៉ែមកថែខ្លួនឯងណាម៉ែខ្ញុំត្រូវទៅហើយលាហើយម៉ែលាហើយ ចាប់តាំងពីពេលនោះមកគ្មានអ្នកណាបានឃើញប្រលឹងនាងចរិយាទៀតឡើយចំណែកមីងសាននិងលោកពូដាំក៏ធ្វើបន់បញ្ជូនកុសលឲ្យទៅដល់នាយដងនិងចរិយាដើម្បីឲ្យពួកគេបានទៅចាប់កំណើតថ្មី